សូមជំរាបសួរបងប្អូនអរគ្នាបាទសូមស្វាគមន៍មកកាន់អាកាសដ្ឋានចំការបាទភ្នំពេញបាទបងប្អូនអរគ្នាបាទបងប្អូនអរគ្នាមើលអង្កាបដែលយើងទៅនឹងបំបែកវាបាន4ថ្ងៃបាទបំបែកវាយ៉ាងម៉េចបាទយើងបំបែកយកធំដាក់ទៅតាមធំតូចដាក់ទៅតាមតូចបាទនេះគឺ 5000 ក្បាលដែលយើងបានបំបែករួចហើយមានន័យថាយើងបំបែកវាសម្រាប់យកទៅម្ដងបាទសម្រាប់យ៉ាងម៉េចបាទអន្តរងចំណុចនេះយើងសម្រាប់របៀបថាយើងបំបែកវាគឺយើងបំបែកឲ្យស្មើគ្នាហើយយើងយកមកដាក់នៅនឹងតង់បែបនេះបាទដូច 5000 ក្បាលអញ្ចឹងយើងអត់បំបែកទៀតទេបាទមកតង់នេះយើងអាចຕົកបាន 5000 ក្បាលហើយនៅពេលវាធំយើងអាចបំបែកវាជា2ក៏បានហ្នឹងហើយអានឹងអាស្រ័យលើបងប្អូនអរគ្នាបាទបើសិនជាវាយើងគិតថាវាជាអៀតណាបាទនៅពេលវាធំវារៀងជាអៀតបន្តិចបាទតង់នេះបាទយើងអាចបំបែកវាជា2បាទបើសិនជាយើងចង់ណាបាទហ្នឹងហើយដូចជាមិនអីទេបងប្អូនអរគ្នាព្រោះថាយើងបើសិនបច្ចេកទេសចេះដើរយើងអត់ទៅពិបាកបំបែកអីជា2ទេបាទហ្នឹងយើងដាក់ទៅមួយបាទតង់នេះ4ម៉ែត្រគុណនឹង5ម៉ែត្របាទ4ម៉ែត្រគុណនឹង5ម៉ែត្រហើយបើយើងទិញនៅផ្សារតង់នេះ170,000ហើយស្បៃ20000ទៀតហើយថ្លៃដេរ15000បាទថាទៅ110,000ថាទៅវាអាចថាប្រើស្បៃនឹងមកដុំបាយពូខៀវបែបនេះបាទពូខៀវបែបនេះមួយដុំគឺយើងប្រើមួយដុំមិនមែន20000ចូល25000បងប្អូនអរគ្នាបាទហ្នឹងអូខេហ្នឹងហើយសម្រាប់បច្ចេកទេសរាល់ការចិញ្ចឹមអីគឺខ្ញុំបង្រៀនទៅតាមក្រោយបើតើបងប្អូនអរគ្នាយកកូនយកទៅចិញ្ចឹមណាបាទហើយខ្ញុំនៅមានការងារធ្វើច្រើនទៀតបាទដោយសារថាខ្ញុំប្រកាសយក100,000 កូនចឹងហើយខ្ញុំទៅនឹងបានប្រហែល40000 កូនទៀតបានប្រហែល40000 កូនចឹងហើយខ្ញុំត្រូវការប្រហែលជា60000 កូនទៀតដើម្បីឲ្យគ្រប់100000 កូនបាទហ្នឹងហើយនិយាយពីរឿងបញ្ហាជំងឺបងគាត់តែងតែនិយាយថាជំងឺកើបវាមានច្រើនបាទបើខ្ញុំមើលទៅជំងឺវាមានតែជំងឺបាយថ្មេជំងឺផ្កាច់កជំងឺហើមពោះអីហ្នឹងបាទគឺសិតតែជាជំងឺកាចបាទហ្នឹងកាបយំបដាបដាណាបងបដាគ្នាបាទហ្នឹងអូខេចឹងខ្ញុំដាក់ចំណីស៊ីចិត្តអស់ហើយបាទតិចទៀតខ្ញុំទៅមើលមកកន្លែងខាងនោះទៀតបាទហើយនេះគឺខ្ញុំមកថតទេហើយខ្ញុំទៅធ្វើការដោះតង់ហើយបំបែកកូនបន្ថែមពីលើនឹងទៀតបាទព្រោះយើងត្រូវការកូនច្រើនហើយអ្វីដែលជាពិសេសគឺយើងត្រូវការចំនួនកូនឲ្យបានគួរសមបាទហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងឯងបាទអរគុណច្រើនបាទជម្រាបលាបាទ